នេះគេហៅភិក្ខុមហាចៅទី1ក្នុងពុទ្ធសាសនាហ្នឹងភិក្ខុរីករាយទៅអូយលោកនាំធ្វើបន់ធ្វើកុសលញោមញាតត្រេកអរមែនបើសម្រាប់ភិក្ខុនោះវាខុសវិន័យញោមញាតអ្នកចេះថ្លាមែនអីបើញោមញាតអត់ដឹងថាពុទ្ធលោកហាមពួកភិក្ខុនោះទៅសារទៅភិក្ខុឯងជ្រះថ្លានឹងសំទូលសំជំរាបញោមញាតទាំងអស់បានថាវិធីហ្នឹងមានច្រើនបែបច្រើនយ៉ាងណានេះគេហៅភិក្ខុមហាចៅទី1ក្នុងពុទ្ធសាសនាហ្នឹងភិក្ខុមហាចៅទី2រៀនវិជ្ជាអំពីលោកគ្រូណាដល់ទៅសម្ដែងធម៌សម្ដែងអីទៅប្រាប់ញោមទៅអើយពីរស់ណាលោកម្ចាស់អើយរៀនពីលោកគ្រូណាតែអាត្មាអត់បានរៀនពីណាទៅចេះខ្លួនឯងចឹងតាំងពីរៀនមានគ្រូនេះក៏ភិក្ខុមហាចៅទី2គាត់លាក់គ្រូហ្នឹងណាមហាចៅទី2ភិក្ខុមហាចៅទី3គឺយករបស់គរុភ័ណ្ឌហ្នឹងទៅផ្គប់គុណក្រហមបើចង់ឲ្យក្រហមគេរាប់អានខ្លួនរបស់គរុភ័ណ្ឌបណ្ឌិតគឺគរុភ័ណ្ឌបាសកយកទៅជូនប្រសក់ទៅដើម្បីឲ្យគេចូលចិត្តទៅគប់គុណគេទៅដើម្បីបានលៀបបានសក្ការៈហ្នឹងជាភិក្ខុមហាចៅទី3ភិក្ខុមហាចៅទី4ពោលពាក្យតេះឌៀនលោកអ្នកដែលបដិបត្តិធម៌វិន័យល្អត្រឹមត្រូវនោះឌៀនលោកថៃចេះថៃចុះអីទៅហ្នឹងភិក្ខុមហាចៅទី4ភិក្ខុមហាចៅទី5ពោលអួតអត្តរិកមនុស្សធម៌ពោលអួតគុណវិសេសធម៌ដែលវិសេសដែលមិនមានក្នុងខ្លួនតែខ្លួនបានឈានបានសមាបត្តិអីជាដើមហ្នឹងនេះសម្រាប់ភិក្ខុមហាចៅនៅក្នុងពុទ្ធសាសនាណាមានការថាភិក្ខុចៅទេនេះភិក្ខុមហាចៅទីមហាធំសូមឲ្យញោមញាតពុទ្ធបរិស័ទនឹងជ្រាបព្រោះជាពិសេសបំផុតហ្នឹងគឺលៀបសក្ការៈដែរចង់បានលៀបបានសក្ការៈដល់ក្រៃលែងមហាចៅទី1នោះក៏ធ្វើអបាយបង្កើតកម្មវិធីនេះធ្វើកម្មវិធីនោះអីទៅបុរាណលោកថាអាចារ្យនឹងតែអាចារ្យពីដើមទឹកតែដាំដាក់ប៉ាន់មកណាអាចារ្យនឹងតែឆ្កែនឹងអាចយៈនឹងសាច់លោកសង្ឃនឹងសូមអ្នកអា4នឹងត្រូវគ្នាណាអាចារ្យបនទានតែមានតែក៏វែលចាក់តែនឹងផឹកទៅអស់ដុតត្រីងៀតខ្លាំងតែណាពីអាត្មានៅក្មេងនេះឆ្កែនឹងអាចឆ្កែនឹងអាចបើវាមិនស៊ីក៏តែលាលៀបខ្លួនវាឲ្យប្រឡាក់ដែរត្រូវណាយៈនឹងសាច់យៈតែឃើញសាច់ឲ្យត្រូវតែស៊ីតែបានណាឲ្យមិនដើរកន្លងទេអុយលោកសង្ឃនឹងសូមនេះតែលោកសង្ឃសូមត្រូវគ្នាណានេះសម្រាប់បុរាណលោករៀបរៀងមក